សូមជូនរឿងប្រើរបស់ខ្មោចជំរាបសួរអ្នកទាំងអស់គ្នារឿងរ៉ាវដ៏សែនរន្ធត់មួយនេះគឺជារឿងពិតមួយដែលខ្ញុំបានជួបផ្ទាល់កាលពីឆ្នាំ2018នៅក្នុងប្រទេសខ្មែរយើងផងនិងនៅក្នុងប្រទេសថៃផងខ្ញុំជាអ្នកភ្នំពេញនិងមានអាជីពជាអ្នកលក់ដូរសម្លៀកបំពាក់អញ្ចឹងហើយកាលនោះក៏មានគំនិតចង់ឡើងទៅប្រទេសថៃទៅរកទិញខោអាវម៉ូដថ្មីយកមកលក់កុំឲ្យដូចគេកាលនោះខ្ញុំមានគម្រោងឡើងទៅប្រទេសថៃជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំ2នាក់ទៀតក្រោយពេលរៀបគម្រោងរួចហើយខ្ញុំក៏ប្រញាប់រកវ៉ាលីយកមកបោសយូតសម្អាតព្រោះអីខានធ្វើដំណើរយូរខែឆ្នាំដែរហើយក្រោយពេលរកវ៉ាលីឃើញខ្ញុំក៏លើកវាចេញក្រៅផ្ទះដើម្បីបោសសម្អាតប៉ុន្តែដោយសារឃើញដីតោងច្រើនពេកខ្ញុំក៏កាន់វារៀងច្បិចបណ្ដាលឲ្យវារបូតធ្លាក់បែកនិយាយទៅដោយសារអាយុកាលវាច្រើនឆ្នាំដែរជាហេតុបណ្ដាលឲ្យជ័រវាចាប់ផ្ដើមផុយស្រួយទើបធ្វើឲ្យងាយបែកបែបហ្នឹងដល់ពេលវ៉ាលីបែកខ្ញុំក៏ឡើងម៉ូតូទៅផ្សារដើម្បីរកទិញវ៉ាលីមួយទៀតរកចុះរកឡើងខ្ញុំក៏ទៅជួបកន្លែងលក់របស់ជជុះមួយហើយទីនោះក៏មានលក់វ៉ាលីដែរពេលហ្នឹងខ្ញុំពិតជាស្រឡាញ់វ៉ាលីមួយនោះមែនទែនវាមានទំហំធំប៉ុនវ៉ាលីរបស់ខ្ញុំដែលបែកនោះមិនខុសទេដល់ពេលលើកវាយកទៅសួរអ្នកលក់គេក៏និយាយថាវ៉ាលីនឹងគេលក់ឲ្យតែ$5ទេព្រោះអីគាត់ទិញវាចូលមកក៏ធូរដែរពេលហ្នឹងខ្ញុំដូចជារៀងចម្លែកចិត្តបន្តិចព្រោះអីឃើញវ៉ាលីនឹងវាធំហើយថែមទាំងនៅថ្មីស្អាតទៀតផងមិនគួរណាលក់តម្លៃនឹងទេទោះបីទិញចូលមកថោកក៏ដោយប៉ុន្តែដោយសារចង់សេវលុយខ្ញុំក៏យល់ព្រមទិញវាដោយមិនបានគិតអ្វីច្រើនឡើយយប់ទី1ក្រោយពេលយកវ៉ាលីនឹងចូលក្នុងផ្ទះខ្ញុំក៏បានជួបរឿងចម្លែកភ្លាមតែម្ដងគឺពេលហ្នឹងខ្ញុំបានរៀបចំខោអាវដាក់ក្នុងវ៉ាលីនោះឲ្យហើយព្រោះអីបាំងតែមួយថ្ងៃទៀតប៉ុណ្ណោះនឹងដល់ថ្ងៃកំណត់ដែលត្រូវទៅប្រទេសថៃហើយខណៈកំពុងរៀបខោអាវខ្ញុំស្រាប់តែបានឮសំឡេងមនុស្សស្រីនិយាយរបៀបខ្សឹបតិចតែស្ដាប់មិនបានថាគេចង់និយាយពីអ្វីឡើយខ្ញុំបានបញ្ឈប់សកម្មភាពនិងផ្ទៀងស្ដាប់សំឡេងនោះដែរប៉ុន្តែស្ដាប់មិនដឹងតតែសោះថាវាចេញមកពីកន្លែងណាក្រោយពេលក្រោកទៅបើកទ្វារមើលនៅខាងក្រៅហើយមិនឃើញមានអ្វីខ្ញុំក៏ចូលមករៀបចំខោអាវជាបន្តយប់ហ្នឹងខ្ញុំមិនបានជួបរឿងចម្លែកអ្វីទេប៉ុន្តែនៅយប់បន្ទាប់ខណៈកំពុងតែគេងខ្ញុំស្រាប់តែបានឮសំឡេងគេគោះទ្វារបន្ទប់ហើយក៏បានឮសំឡេងគេនិយាយដូចពេលរៀបចំខោអាវពីម្សិលអញ្ចឹងដោយសារពេលហ្នឹងកំពុងតែគេងលក់ស្រួលខ្ញុំក៏ដើរទាំងសើងមើងសំដៅទៅបើកទ្វារប៉ុន្តែនៅខាងក្រៅគឺអត់ឃើញមាននរណាទេចំណែកសំឡេងគេនិយាយខ្សៅមុននេះក៏វាបានបាត់ទៅផងដែរដល់អញ្ចឹងខ្ញុំក៏បិទទ្វារចូលទៅសំងំគេងជាបន្តតែអ្វីដែលចម្លែកគឺពេលចូលដល់ក្នុងបន្ទប់វិញហ្នឹងខ្ញុំស្រាប់តែឃើញវ៉ាលីថ្មីរបស់ខ្ញុំនោះកំពុងតែស្ថិតនៅទីតាំងចុងជើងគ្រែរបស់ខ្ញុំទាំងដែលខ្ញុំមិនបានប៉ះពាល់វាទាល់តែសោះហើយទីតាំងដើមគឺនៅក្បែរទូខោអាវឯនោះទេខ្ជិលខ្វល់ច្រើនខ្ញុំក៏ប្រាប់ខ្លួនឯងថាប្រហែលមានកណ្ដុរឬឆ្មារត់ទៅប៉ះវាហើយទើបធ្វើឲ្យវារអិលបដូរទីតាំងព្រោះអីវ៉ាលីនឹងវាមានកង់ដែរវាងាយស្រួលផ្លាស់ទីណាស់ក្រោយពេលរុញវាយកទៅដាក់នៅកន្លែងដើមវិញហើយខ្ញុំក៏ឡើងគ្រែគេងជាធម្មតាថ្ងៃស្អែកឡើងខ្ញុំនិងមិត្តក៏បានជុំគ្នារួចទើបឡើងឡានចេញដំណើរទៅនិយាយពីឡានដែលពួកយើងជិះពីភ្នំពេញទៅសៀមរាបដូចជាមិនមានអ្វីប្លែកគួរចាប់អារម្មណ៍ទេប៉ុន្តែឡានដែលពួកយើងជួលបន្តជិះពីសៀមរាបចូលទៅដីថៃហ្នឹងគឺវាមានរឿងចម្លែកខ្ញុំចាំបានថាក្រោយពេលបដូរឡាននៅសៀមរាបខ្ញុំក៏បានលើកវ៉ាលីពីឡានចាស់ដាក់ទៅគូតឡានថ្មីហើយខ្ញុំច្បាស់ណាស់ថាមិនបានបើកវ៉ាលីនឹងទេតែអ្វីដែលមិននឹកស្មានគឺក្រោយពេលទៅដល់ដីថៃនឹងត្រូវចូលទៅ check in នៅក្នុងផ្ទះសំណាក់ខ្ញុំក៏ចុះទៅយកវ៉ាលីពីគូតឡានពេលហ្នឹងស្រាប់តែឃើញវ៉ាលីខ្ញុំចំហមាត់ហាក់ដូចជាមានគេរូតវាបើកអញ្ចឹងមិនត្រឹមតែប៉ុណ្ណោះក៏ឃើញមានខោអាវ2-3កំភ្លេបានលៀនចេញមកក្រៅទៀតផងខ្ញុំបានពិនិត្យមើលយ៉ាងលម្អិតរួចហើយក៏រូតវាបិទវិញជាធម្មតាចង់មានន័យថាវ៉ាលីនឹងវាមិនបានខូចរូតទេហើយបើទោះជាខូចរូតហេតុអីបានជាត្រូវលៀនខោអាវចេញមកក្រៅទៀតយ៉ាងណាខ្ញុំឆ្ងល់បានត្រឹមតែឆ្ងល់ប៉ុណ្ណោះតែក៏មិនដឹងថាត្រូវសួរនាំអ្នកណាដែរក្រោយពេលឡើងទៅរកបន្ទប់ឃើញហើយពួកយើងក៏ចូលទៅសម្រាកបន្តិចតែដោយសារហត់នឿយជាមួយនឹងការធ្វើដំណើរផ្លូវឆ្ងាយពួកយើងក៏នាំគ្នាគេងលក់អស់ទៅមួយសន្ទុះធំក្រោយ
ខ្ញុំនេះក៏ភ្ញាក់មុនគេអញ្ចឹងហើយខ្ញុំក៏ចូលទៅងូតទឹកផ្លាស់ប្ដូរខោអាវខ្ញុំច្បាស់ខ្លួនឯងណាស់ថាពេលយកខោអាវទៅងូតទឹកហ្នឹងគឺខ្ញុំបានរូតបិទវ៉ាលីវិញហើយប៉ុន្តែពេលងូតទឹករួចចេញមកក្រៅវិញបែរជាឃើញវ៉ាលីនឹងរូតបើកមិនត្រឹមតែប៉ុណ្ណោះក៏ឃើញមានខោអាវមួយចំនួនបានខ្ទាតចេញហាក់ដូចជាត្រូវគេរើក៏កាយអញ្ចឹងខ្ញុំមិនគិតថាវាជាទង្វើមិត្តភក្តិខ្ញុំទាំងពីរនោះទេព្រោះអីតាំងពីដើមមកពួកគេមិនដែលលេងសើចបែបហ្នឹងជាមួយខ្ញុំឡើយខ្ញុំចាប់ផ្ដើមចម្លែកចិត្តជាមួយនឹងវ៉ាលីនោះហើយប៉ុន្តែក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចដែរមួយផ្លែតក្រោយមកខ្ញុំក៏ដាស់មិត្តភក្តិឲ្យក្រោកឡើងដើម្បីរៀបចំខ្លួនចេញទៅដើរលេងទៅរកអីញ៉ាំនិងទិញអីវ៉ាន់បណ្ដាខ្លះផងថ្ងៃនោះទាល់តែម៉ោងប្រហែល 9 យប់ទើបពួកយើងមកដល់ផ្ទះសំណាក់វិញប៉ុន្តែរឿងចម្លែកវានៅតែបន្តកើតមានឡើងគឺវ៉ាលីរបស់ខ្ញុំហ្នឹងវាបានបដូរទីតាំងមកនៅក្បែរគ្រែគេងទាំងដែលមុនពេលចេញក្រៅពួកយើងបានដាក់នៅក្បែរគ្នាជិតទូខោអាវនឹងឯងពេលនោះមិត្តខ្ញុំម្នាក់គេបាននិយាយថាវាជាការរៀបចំរបស់ខ្ញុំប៉ុណ្ណោះគឺធ្វើដើម្បីបំភ័យពួកគេព្រោះឯខ្ញុំនេះជាអ្នកចេញក្រោយគេដល់ពេលមិត្តភក្តិមិនជឿអញ្ចឹងខ្ញុំក៏មិនចាំបាច់ត្រូវបកស្រាយអ្វីច្រើនដែរក្រោយពេលរៀបចំងូតទឹកងូតភក់រួចហើយពួកយើងក៏នាំគ្នាគេងអស់ទៅយប់នោះក្រោយពេលគេងលក់ខ្ញុំស្រាប់តែយល់សប្តិឃើញខ្លួនឯងកំពុងតែគេងនៅក្នុងបន្ទប់នឹងតែម្នាក់ឯងភ្លាមវ៉ាលីរបស់ខ្ញុំនឹងក៏បានរំកិលខ្លួនពីកន្លែងទូខោអាវសម្ដៅមកក្បែរគ្រែដែលខ្ញុំកំពុងគេងបន្ទាប់មករូតរបស់វាក៏បានរបើកឡើងដោយខ្លួនឯងនិងបង្ហាញឲ្យខ្ញុំបានឃើញដៃអ្នកណាមិនដឹងទេដែលមានសភាពស្លេកនិងរបកស្បែកដុំបានលូកចេញមកត្រឹមកែងដៃបន្ទាប់មកសំឡេងដូចគេនិយាយខ្សឹបហ្នឹងក៏បានបន្លឺឡើងចេញពីក្នុងវ៉ាលីនោះដូចគ្នាខ្ញុំភ័យនឹងទិដ្ឋភាពនឹងមែនទែនរួចហើយក៏ភ្ញាក់ពីគេងទាំងបែកញើសសស្រាក់ពិតជាចម្លែកមែនទែនបន្ទប់ម៉ាស៊ីនត្រជាក់ទៅហើយខ្ញុំនៅតែអាចបែកញើសបានប៉ុន្តែអ្វីដែលកាន់តែគួរឲ្យខ្លាចបន្ថែមទៀតនោះគឺពេលហ្នឹងវ៉ាលីរបស់ខ្ញុំវាកំពុងតែស្ថិតនៅក្បែរគ្រែខ្ញុំគេងនឹងឯងនិយាយទៅមិនខុសអីពីក្នុងយល់សប្តិឡើយច្បាស់ថាមិនស្រួលខ្ញុំក៏ប្រញាប់ធាក់វ៉ាលីនឹងចេញរួចហើយក៏ឡើងទៅគ្រែមួយទៀតដាស់មិត្តភក្តិដើម្បីប្រាប់ពួកគេនៅអ្វីដែលបានជួបបន្ទាប់ពីនិយាយរៀបរាប់ទាំងញ័រមាត់ទៅត្រឹកហើយមើលទៅពួកគេហាក់ដូចជាជឿខ្ញុំដែរប៉ុន្តែដោយសារមិនបានជួបរឿងចម្លែកដូចខ្ញុំអញ្ចឹងហើយពួកគេក៏ធ្វើជាធម្មតានិងនិយាយថាយើងអត់មានជំរឿសទេបងលុយឲ្យគេរួចហើយគឺមានតែទ្រាំគេងសិនទៅហើយបើក្នុងវ៉ាលីហ្នឹងវាមិនសូវមានរបស់អីសំខាន់ទេយកវាទៅដាក់ខាងក្រៅបន្ទប់សិនក៏បានដែរគ្មាននរណាលួចឡើយមើលទៅគំនិតនឹងដូចទំនងដែរខ្ញុំក៏សម្រេចធ្វើតាមពួកគេហើយយប់នោះខ្ញុំមិនបានជួបរឿងចម្លែកអ្វីបន្តទៀតឡើយព្រឹកស្អែកឡើងពួកយើងក៏រៀបចំចេញដំណើរទៅរកទិញអីវ៉ាន់បន្ទាប់ពីទិញរួចហើយទើបនាំគ្នាចាកចេញពីប្រទេសថៃសម្ដៅមកប្រទេសខ្មែរយើងវិញតាមផ្លូវខ្ញុំនិងមិត្តចេះតែនិយាយគ្នាអំពីរឿងចម្លែកពាក់ព័ន្ធជាមួយនឹងវ៉ាលីហើយទៅមិត្តខ្ញុំម្នាក់នោះក៏បាននិយាយថាខ្លាចតែវ៉ាលីហ្នឹងធ្លាប់ជាវ៉ាលីដែលគេប្រើប្រាស់ក្នុងអំពើឃាតកម្មទេព្រោះអីធ្លាប់ឮគេនិយាយអំពីការសម្លាប់មនុស្សញាត់ចូលក្នុងវ៉ាលីនឹងច្រើនករណីដែរហើយជនខិលខូចខ្លះអាចនឹងយកវ៉ាលីនោះយកមកសម្អាតហើយលក់ធ្វើជារបស់ជជុះក៏ថាបានឮមិត្តនិយាយបែបហ្នឹងខ្ញុំឯនេះក៏កាន់តែព្រឺសម្បល់ខ្លាំងឡើងលុះពេលទៅដល់ផ្ទះវិញខ្ញុំក៏ប្រញាប់ប្រមូលរបស់របរចេញហើយនឹងយកវាទៅដុតចោលតែម្ដងប៉ុន្តែមុននឹងដុតខ្ញុំក៏ឆ្លៀតពិនិត្យមើលបន្តិចផងដែរក៏ស្រាប់តែឃើញមានស្នាមពណ៌រាងខ្មៅនៅឯបាតវ៉ាលីខ្ញុំយល់ថាវាប្រហែលជាស្នាមឈាមដែលគេសម្អាតមិនជ្រះហើយខ្ញុំពិតជាព្រឺសម្អល់មែនទែនប៉ុន្តែក្រោយពេលដុតចោលរួចហើយដូចជាមិនមានរឿងចម្លែកអ្វីកើតឡើងតទៀតនោះទេច្បាស់ណាស់ថារឿងទាំងប៉ុន្មានគឺវាកើតឡើងមកពីវ៉ាលីនឹងឯងបាទរឿងរបស់បងស្រីក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូក្រោយ